នៅថ្ងៃសុក្រទី30 ខែមករាឆ្នាំ2026យើងហៅថាថ្ងៃសុក្រលក្ស្មីពាក្យថាសុក្រគឺស្មើនឹងផ្កាយលេខ6ឬហៅថាផ្កាយព្រះសុក្រតាមជំនឿហិណ្ឌូក៏ដូចជាហោរាសាស្ត្រផ្កាយព្រះសុក្រគឺតំណាងព្រះនាងលក្ស្មីឬជាធម្មពលរបស់ទ្រង់ហេតុអ្វីបានជាព្រះម៉ែលក្ស្មីជាប់ពាក់ព័ន្ធនឹងផ្កាយព្រះសុក្រព្រះម៉ែផ្សារភ្ជាប់នឹងផ្កាយព្រះសុក្រព្រោះព្រះម៉ែជាទេពនៃទ្រព្យសម្បត្តិលុយកាក់សំណាងល្អសេចក្តីសុខស្នេហាសម្រស់ភាពទាក់ទាញម្យ៉ាងទៀតព្រះម៉ែជាប្អូនរបស់សុក្រាចារ្យដែលជាគ្រូរបស់ពួកអសុរប្រចាំនៅផ្កាយព្រះសុក្រដូចគ្នានៅក្នុងក្បួនហោរាសាស្ត្រផ្កាយព្រះសុក្រជានាមធម៌មួយដែលជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើនដូចជាទ្រព្យសម្បត្តិគ្រឿងអលង្ការសម្រស់ភាពទាក់ទាញស្នេហាមនោសញ្ចេតនាចិត្តវិញ្ញាណទិសឧត្តរធាតុទឹកលេខ6ពណ៌សមនុស្សស្រីភរិយាស្ត្រីវ័យក្មេងវិស័យកសិកម្មទេសចរការងារដែលទាក់ទងនឹងស្ត្រីដូច្នេះហើយយើងអាចពិនិត្យឃើញថាអ្នកដែលមានធម៌ពលសុក្រាខ្លាំងហើយបង្ហាញតាមស្ថានភាពដែលលួចកាក់មានលំនឹងស្នេហាមានស្ថិរភាពសម្បូរក្តីសុខផ្លូវកាយផ្លូវចិត្តមានទេពកោសល្យខាងសិល្បៈការតុបតែងនិងការងារសេវាកម្មដោយមកវិញអ្នកដែលមានធម៌ពលសុក្រាខ្សោយបង្ហាញតាមលក្ខណៈដូចជាលួយចាញ់ងាយជាងការសន្សំស្នេហាគ្មានស្ថិរភាពអារម្មណ៍ប្រែប្រួលលឿនសម្រាប់អ្នកដែលមានធម៌ពលសុក្រាខ្សោយគេច្រើនបូជាព្រះម៉ែលក្ស្មីដើម្បីបង្កើនធម៌ពលនេះគេធ្វើនៅរៀងរាល់ថ្ងៃសុក្រហើយកាន់តែពិសេសសម្រាប់ថ្ងៃសុក្រពេញបរមីហើយនេះគឺជាគ្រឿងរណ្ដាប់សម្រាប់បូជាដល់ព្រះម៉ែយើងត្រូវមានរូបរបស់ព្រះម៉ែមានផ្កាពណ៌សដែលអាចជាផ្កាឈូកឬផ្កាម្លិះទៀនធូបចង្កៀងឌីយ៉ាមានទឹកដោះគោប៊ឺស្ករនិងរបស់បន្ថែមដែលអាចមានដូចជាអង្ករធញ្ញជាតិកាក់លុយខ្យងសាំងនិងត្បូងធម្មជាតិពណ៌សកាន់តែប្រសើរគ្រឿងរណ្ដាប់ការរៀបចំនានាគឺជាការយកចិត្តទុកដាក់និងជាសទ្ធារៀងៗខ្លួនព្រះម៉ែមិនបានកំណត់ឡើយថាទាល់តែមានគ្រប់យ៉ាងទើបអាចបូជាដល់ទ្រង់បាននោះទេចូលមកដល់ចំណុចសំខាន់គឺកិច្ចបូជាដល់ព្រះម៉ែកិច្ចនេះយើងធ្វើនៅរៀងរាល់ថ្ងៃសុក្រវេលាដែលល្អបំផុតចន្លោះម៉ោង 7 កន្លះរហូតដល់ម៉ោង 9 យប់យើងត្រូវងូតទឹកសម្អាតខ្លួនឲ្យបានស្អាតប្រើជាមួយនឹងគ្រឿងក្រអូបស្លៀកពាក់ពណ៌សពណ៌ឈូកឬពណ៌មាសស្រាលព្យាយាមរក្សាចិត្តឲ្យបានស្ងប់ល្អមិនគិតអវិជ្ជមានពេលដុតបំភ្លឺទៀនឬចង្កៀងយើងអាចអធិដ្ឋានអញ្ជើញធម្មពលសុក្រាលក្ស្មីមកគ្រងហើយចាប់ផ្ដើមសូត្រនៅមុនគាថាអូមស្រីមហាលក្ស្មីណាមហាចំនួន21ចប់ឬ108ចប់ពេលកំពុងសូត្រមន្តអាចស្រមៃដល់ពន្លឺពណ៌មាសឬពណ៌ផ្កាឈូកកំពុងហូរចូលមកក្នុងជីវិតរបស់អ្នកពេលសូត្រមន្តចប់យើងអាចយកទឹកដោះគោប្រតិទិនទៅលើផ្កាឈូកឬផ្កាម្លិះហើយអធិដ្ឋានសុំពរឬក៏ជូនពរត្រឡប់ទៅព្រះម៉ែវិញយកដៃទៅស្រូបយកធម្មពលពីពន្លឺទៀនឬចង្កៀងមកប៉ះនឹងភ្នែកនិងបេះដូងក្រោយចាប់ពិធីរួចសពគ្រប់អ្នកដែលគ្រប់ព្រះម៉ែគួរឧស្សាហ៍ធ្វើទៀនដោយចិត្តមេត្តា